បាទសួស្តីសូមមកកាន់ Tech Original ថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតតើតើនៅការបង្កើតប្រយោគភាសាចិនជាមួយនឹង Tech Original បាទអញ្ចឹងដើម្បីទទួលបាននៅមេរៀនល្អៗក៏ដូចជាសន្ទនាភាសាល្អៗតើតើនឹងការរៀនភាសាចិនបងប្អូនកុំភ្លេចជួយចុច Subscribe Channel Tech Original បាទយើងថ្ងៃនេះយើងនឹងរៀនដោយយកពាក្យបង្កើតជាប្រយោគអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនយូរយើងទៅតាមដានទាំងអស់គ្នាបាទអញ្ចឹងយើងចូលមកដល់មេរៀនរបស់យើងចឹងពាក្យទី1របស់យើងដែលយើងត្រូវយកមកបង្កើតប្រយោគនោះគឺពាក្យថា简单បាទមានន័យថាសាមញ្ញចឹងយើងប្រកប拼音របស់យើងបាទជីអៀនបាទជីអៀនសំឡេងទី4จีนតើអានសំឡេងទី1តានបាទจีนតានបាទនេះដល់ហើយគឺយើងប្រែថាសាមញ្ញបាទចឹងយើងមើលប្រយោគរបស់យើង这个工作很简单这个工作很简单ការងារនេះសាមញ្ញណាស់បាទអញ្ចឹងយើងប្រកប拼音ទាំងអស់គ្នា这个បាទ这个字បាទសំឡេងទី3这បាទកបាទសំឡេងស្រាលកបាទ这个មានន័យថាមួយនេះបន្តទៀត工作បាទ工作យើងមើល拼音របស់យើងកអងសំឡេងទី1កង字បាទសំឡេងទី3ជក់បាទកងជក់បាទមានន័យថាការងារ简单បាទ简单ជីអៀនបាទពីយើងជីអៀនសំឡេងទី4ជីអៀនបាទសំឡេងចុះហើយសំឡេងឡើងជីអៀនបាទតើអានបាទសំឡេងទី1តើអានតានបាទ简单សាមញ្ញអញ្ចឹងប្រយោគរបស់យើង这个工作很简单បាទមានន័យថាការងារនេះសាមញ្ញណាស់បាទអញ្ចឹងយើងមើលប្រយោគមួយទៀតបាទយើងបង្កើតពីរប្រយោគ中文语法不简单中文语法不简单បាទមានន័យថាវេយ្យាករណ៍ភាសាចិនមិនសាមញ្ញទេបាទអញ្ចឹងយើងមើលពាក្យហើយនឹងប្រកប拼音ទាំងអស់គ្នា中文បាទ中文បាទ字អងបាទសំឡេងទី1ចងUN បាទសំឡេងទី2 wen បាទចង wen បាទភាសាចិនអ៊ីហ្វាបាទអ៊ីហ្វាយើងមើល拼音អ៊ីបាទសំឡេងទី4អ៊ីបាទសំឡេងចុះហើយសំឡេងឡើងបាទហ្វអាបាទហ្វាបាទអ៊ីហ្វាយើងប្រែថាវេយ្យាករណ៍ពុជានតានបាទពុជានតានយើងប្រែថាមិនសាមញ្ញចឹងយើងប្រកប拼音របស់យើងពអ៊ូបាទសំឡេងទី3អ៊ូបាទជីអៀនបាទជីអៀនសំឡេងទី4จีนតើអានបាទសំឡេងស្មើទី1តានពុជានតានបាទមិនសាមញ្ញចងវ៉ាន់អ៊ីហ្វាពុជានតានបាទយើងប្រែថាវេយ្យាករណ៍ភាសាចិនមិនសាមញ្ញទេបាទអញ្ចឹងយើងចូលដល់ប្រយោគទី2របស់យើងសើងហួរបាទសើងហួរយើងប្រែថាជីវិតឬក៏ការរស់នៅបាទអញ្ចឹងយើងមើលប្រកប拼音ស៊ីអងបាទសំឡេងទី1សើងអូបាទសំឡេងទី2ហួរបាទសើងហួរប្រែថាជីវិតបាទអញ្ចឹងយើងចូលដល់មើលប្រយោគរបស់យើង我的生活很快乐我的生活很快乐បាទអញ្ចឹងយើងមើលពាក្យហើយនឹងប្រកប拼音តគ្នា我的បាទ我的បាទសំឡេងស្រាលតបាទ我的មានន័យថារបស់ខ្ញុំបាទពាក្យយើងទៀតសើងហួរបាទសើងហួរបាទយើងមើល拼音របស់យើងស៊ឺអងបាទសំឡេងទី1សើងអូបាទសំឡេងទី2ហួរសើងហួរបាទតែថាជីវិត很快乐បាទ很快乐គឺអានបាទសំឡេងទី4很ខអយបាទសំឡេងទី3ខយបាទលបាទសំឡេងទី3ល很快乐បាទគេថាដូចនេះណាអញ្ចឹងយើងសរុបប្រយោគរបស់យើង我的生很快乐បាទមានន័យថាជីវិតខ្ញុំរីករាយណាស់បាទយើងមើលប្រយោគមួយទៀតបាទភាសាពាក្យរបស់យើងមួយគឺយើងបង្កើតប្រយោគ2我们要努力生活បាទ我们要努力生活យើងត្រូវខិតខំរស់នៅបាទយើងត្រូវខិតខំរស់នៅអញ្ចឹងយើងមើលពាក្យហើយនឹងប្រកប拼音ដល់គ្នា我们បាទបាទយើងអ៊ូអ我មើអិនសំឡេងស្រាលមិន
woman បាទមានន័យថាពួកយើងយ៉ាវបាទយ៉ាវអ៊ីអោបាទសំឡេងទី3យ៉ាវយើងប្រែថាទៅការបាទនូលីបាទនូលីយើងមើលពីរបស់យើងនៅបាទសំឡេងទី4នូបាទនូលអ៊ីបាទសំឡេងទី3លីនូលីបាទនូលីយើងប្រែថាខិតខំសើងហោបាទសើងហោយើងប្រែថាជីវិតឬក៏ការរស់នៅហើយយើងមើលពីរបស់យើងសឺអងបាទសឺអងសើងហអូបាទសំឡេងទី3ហោបាទសំឡេងឡើងសើងហោបាទយើងប្រែថាជីវិតឬក៏ការរស់នៅបាទអញ្ចឹងមេរៀននៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីមេរៀនមួយនេះបាទអញ្ចឹងដើម្បីទទួលបានវីដេអូមុនគេពី Tech Original កុំភ្លេចជួយ Subscribe សូមអរគុណ